បាទជម្រាបសួរពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះគឺតាកតងនឹងការធ្វើម្ហូបផងដែរបាទចំពោះមុខម្ហូបថ្ងៃនេះគឺខ្ញុំលើកឡើងគឺសម្លកកូរបាទគឺខ្ញុំយកមកធ្វើថ្ងៃនេះគឺសម្លកកូរណាបាទហើយចំពោះសម្លកកូរនេះផងដែរគឺងាយទេបាទហើយមិនពិបាកទេសម្រាប់អ្នកចេះអញ្ចឹងណាបើអ្នកមិនចេះគឺរៀងពិបាកបន្តិចពុកម៉ែបងប្អូនដោយសារយើងត្រូវទិញគ្រឿងជាច្រើនដើម្បីយកមកផ្សំដើម្បីឲ្យคล้ายជាសម្លកកូរអញ្ចឹងណាបាទចំពោះគ្រឿងស្លកកូរទាំងអស់គឺមានស្រាប់បាទសម្រាប់ពុកម៉ែបងប្អូនដែលនៅស្រុកស្រែឬមួយក៏បាទនៅទីក្រុងយើងអាចទៅរកទិញនៅតាមផ្សារបានគឺយើងគ្រាន់តែទៅប្រាប់គេថាផ្សំគ្រឿងសម្លកកូរគេនឹងដាក់ឲ្យតែម្ដងបាទអញ្ចឹងមកខាតពេលវេលាយូរតោះរីករាយតោះទស្សនាទាំងអស់គ្នាផងដែរបាទចំពោះដំបូងគឺយើងយកស្គរសក្រីមកបាទលាងទឹកឲ្យស្អាតមកហើយយើងបាទហាន់បាទជាតូចដើម្បីត្រៀមទុកបុកណាបាទបន្ទាប់មកគឺរំដេងបាទយើងត្រូវចិតសម្បកឲ្យស្អាតមកបាទយើងកាត់យើងហាន់ជាស្ដើងមកបាទបន្ទាប់មកគឺឲ្យនឹងល្មៀតបាទល្មៀតនេះយើងហាន់ដូចមាញ់មកពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ទឹមសហ្នឹងគឺយើងដំយូរសម្បកចេញឲ្យស្អាតមកបន្ទាប់ទុកបុកបន្តិចទៀតនេះផងដែរបាទចំពោះសម្លកកូរថ្ងៃហ្នឹងគឺខ្ញុំជ្រើសរើសប្រភេទត្រីពោពុកម៉ែបងប្អូនអញ្ចឹងចំពោះសម្លកកូរគឺយើងអាចជ្រើសរើសប្រភេទត្រីផ្សេងបានប្រភេទត្រីអត់ស្កាដើម្បីយកមកស្លណាមានត្រីខ្យាត្រីឆ្លាំងត្រីតនេលត្រីអណ្ដែងត្រីបាទគឺមានប្រភេទត្រីជាច្រើនទៀតដើម្បីស្លកកូរបាទគឺថាឆ្ងាញ់ដូចគ្នាចំពោះសាច់គឺយើងអាចជ្រើសប្រភេទសាច់បាទជ្រូកក៏បានដែរបាទឆ្អឹងជំនីជ្រូកឬមួយក៏មាន់សាច់មាន់អញ្ចឹងណាតាមតម្រូវចិត្តរបស់ពុកម៉ែបងប្អូនបាទបន្ទាប់មកបាទត្រីពោហ្នឹងគឺពុកម៉ែបងប្អូនបាទហើយចំពោះខ្ញុំផងដែរគឺខ្ញុំបានលាងសម្អាតទឹកស្អាតរួចរាល់ហើយខ្ញុំក៏បានយកមកកាត់បាទជាកង់បែបហ្នឹងណាដើម្បីបាទត្រៀមបន្តិចទៀតនេះខ្ញុំនឹងត្រៀមបាទរំលីងហើយនឹងស្លផងដែរបាទចំពោះពុកម៉ែបងប្អូនបាទនិស្សិតក៏ដោយបាទការរៀនធ្វើម្ហូបគឺសំខាន់ណាបាទយើងឡើងមកភ្នំពេញមកអីហ្នឹងគឺឲ្យឃ្លាតឆ្ងាយពីឪពុកម្ដាយបងប្អូនអញ្ចឹងមានតែខ្លួនឯងទេដែលជួយខ្លួនឯងអញ្ចឹងយើងត្រូវតែរៀនបាទធ្វើម្ហូបទោះឆ្ងាញ់ក៏ដោយមិនឆ្ងាញ់ក៏ដោយគឺចាប់ផ្ដើមរៀនធ្វើទៅបាទយើងកុំព្យាយាមបាទទិញម្ហូបពីក្រៅម្ហូបយើងត្រូវព្យាយាមធ្វើម្ហូបហូបខ្លួនឯងបាទដើម្បីសុខភាពខ្លួនឯងផងដែរបាទឥឡូវនេះយើងចាប់ផ្ដើមបុកគ្រឿងតែម្ដងបាទចំពោះគ្រឿងគឺយើងត្រូវបុកបាទគល់ស្លឹកគ្រៃមុនបាទចំពោះគល់ស្លឹកគ្រៃយើងត្រូវតែបុកឲ្យល្អិតមកបាទបន្ទាប់ពីខ្ញុំបុកគល់ស្លឹកគ្រៃបាទល្អិតបាទគ្រាន់បើហើយខ្ញុំក៏បានដាក់រំដេងចូលបាទចំពោះរំដេងគឺពុកម៉ែបងប្អូនបាទបងប្អូនអាចហាន់ជាចំណិតតូចជាងនឹងក៏បានដែរងាយស្រួលក្នុងការបុកមិនប្រើកម្លាំងខ្លាំងបាទដោយសារខ្ញុំបាទមនុស្សប្រុសខ្ញុំបាទហាន់ទាំងធំតិចបាទខ្ញុំបុកបាទប្រើឲ្យឡើងសាច់ដុំដៃណាបាទបន្ទាប់មកគឺយើងត្រូវដាក់ល្មៀតចូលបាទល្មៀតហ្នឹងគឺបើនៅស្រុកស្រែបើម៉ាក់ខ្ញុំស្លគឺបាទគាត់ដុតហើយបានគាត់កោសសម្បកចេញណាដូចខ្ទឹមដូចអីគាត់បុកសិនគាត់ដុតភ្លើងសិនណាបាទបន្ទាប់មកបានគាត់យកមកបុកគ្រឿងបាទចំពោះខ្ញុំនៅភ្នំពេញបាទគឺខ្ញុំអត់ដុតទេបាទគឺខ្ញុំបុកឆៅតែម្ដងបាទបន្ទាប់មកគឺយើងដាក់គ្រឿងដែលយើងបានត្រៀមទុកហ្នឹងគឺចូលគ្នាតែម្ដងបុកបាទយើងមានបាទគល់ស្លឹកគ្រៃរំដេងរមៀតបាទខ្ទឹមសស្លឹកក្រូចសើចហើយនិងម្ទេសផងដែរបាទពុកម៉ែបងប្អូនបាទគឺយើងអាចបុកគ្រឿងខ្លួនឯងទៅបាទចំពោះសម្លកកូរណាបាទសម្លអីក៏ដោយបាទមកជួយគ្រឿងជួយអីហ្នឹងគឺយើងបុកគ្រឿងខ្លួនឯងទៅបាទកុំទិញគេបាទទិញគេមានអារម្មណ៍ថាខ្ញុំធ្លាប់ទិញគេមកសាដែរបាទយកមកស្លគឺអត់សូវឆ្ងាញ់ដូចយើងយកមកបុកឲ្យផ្សំគ្រឿងខ្លួនឯងទេបាទប៉ុន្តែចំពោះការស្លបែបហ្នឹងគឺយើងត្រូវចំណាយពេលរៀងយូរបន្តិចដោយសារយើងត្រូវរៀបចំគ្រឿងបុកអីចឹងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះរីករាយបាទការបាទឆាគ្រឿងរបស់ខ្ញុំបាទកន្លែងបាទដាក់គ្រឿងចូលអធិស្ឋានពុកម៉ែបងប្អូនផងដែរដោយសារអត់បានថតអញ្ចឹងណាបាទច្រឡំស្មានតែខ្លួនឯងបានថតអញ្ចឹងណាបាទ
បន្ទាប់ពីយើងដាក់ខ្លាញ់ចូលគឺយើងដាក់គ្រឿងដែលយើងបានបុកហ្នឹងរំលីងឲ្យឡើងឈ្ងុយមកបាទបន្ទាប់មកគឺយើងដាក់ប្រហុកបាទចំពោះប្រហុកពុកម៉ែបងប្អូនអាចជ្រើសរើសប្រភេទប្រហុកសាច់ក៏បានប្រហុកធម្មតាក៏បានដែរបាទយើងយកមកចិញ្ច្រាំមកបាទរំលីងជាមួយគ្រឿងហ្នឹងអត់ធ្វើម៉េចឲ្យឡើងឈ្ងុយផងដែរបាទបន្ទាប់ពីខ្ញុំបានរំលីងគ្រឿងមើលទៅថាវាឈ្ងុយហើយឆ្នាំងរៀងខ្លោចខ្ញុំក៏បានដាក់ទឹកបន្តិចផងដែរដើម្បីឲ្យសព្វគ្រឿងជាមួយប្រហុកបានល្អបាទបន្ទាប់មកខ្ញុំក៏បានដាក់ត្រីពោបាទត្រីដែលខ្ញុំបានកាត់ជាកង់ហ្នឹងបាទរំលីងជាមួយគ្រឿងផងដែរដើម្បីឲ្យកាត់ចំអាបផងដែរបាទពុកម៉ែបងប្អូនបាទចំពោះសម្លកកូរហ្នឹងគឺពុកម៉ែបងប្អូនធ្វើបែបណាដែរបើខ្ញុំធ្វើទៅមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងដែរបាទចំពោះត្រីគឺយើងរំលីងមកល្មមបាត់ឈាមគឺយើងស្រង់ចេញមកបាទយើងស្រង់ដាក់ចានមកបាទទុកដល់ឡែកសិនបាទកាលណាដែលយើងមិនស្រង់ទេបាទយើងស្លបាទកកូរហ្នឹងគឺទៅរំនឹងបន្លែផុយធ្វើឲ្យសាច់ត្រីរបស់យើងគឺបែកអស់ហើយបាទបើចំពោះសំណអំពីសាច់គឺមិនអីទេយើងអាចទុកនៅនឹងបានបាទបន្ទាប់មកគឺយើងដាក់បន្លែចូលបាទចំពោះបន្លែស្លកកូរងាយទេបាទគឺយើងមានល្ពៅមានសណ្ដែកមានផ្លែចេកខ្ចីមានបាទលហុងអីចឹងណាបាទបើអ្នកសម្រាប់នៅស្រុកស្រែគឺនៅជុំវិញផ្ទះហ្នឹងណាបាទនៅស្រុកផ្ទះម៉ាក់របស់ខ្ញុំណាបាទចំពោះនៅភ្នំពេញងាយទេពុកម៉ែបងប្អូនអាចទៅផ្សារបាទប្រាប់តែអ្នកលក់បន្លែទៅថាផ្សំបន្លែស្លកកូរមកគេនឹងដាក់ឲ្យគឺសាច់តែម្ដងបាទឥឡូវនេះបាទគ្រឿងបន្លែដែលខ្ញុំបានកូរបាទត្រឡប់ចុះត្រឡប់ឡើងហ្នឹងគឺបាទស្លោកបានខ្លះដែរហើយបាទបន្ទាប់មកខ្ញុំដាក់អង្ករលីងបាទចំពោះអង្ករលីងពុកម៉ែបងប្អូនអាចលីងខ្លួនឯងក៏បានដែរបាទគឺមិនចំណាយពេលយូរទេបាទលីងមកល្មមយើងនឹងស្លណាហើយបាទឬមួយក៏កុំចំណាយពេលយូរពេកគឺយើងអាចទិញគេក៏បានដែរប៉ុន្តែការទិញគេគឺបាទអង្គលីងខ្លះក៏ល្អទៅបាទខ្លះទៀតក៏មិនល្អដែរអញ្ចឹងណាបើយល់ល្អគឺយើងអាចលីងខ្លួនឯងទៅបាទគឺងាយមែនតើគ្រាន់តែយកអង្គលីងទៅហើយយើងយកមកបុកទៅតែប៉ុណ្ណឹងហើយបាទបន្ទាប់ពីខ្ញុំដាក់អង្គលីងហើយខ្ញុំច្បល់ចុះឡើងសពជាមួយនឹងបន្លែហើយខ្ញុំក៏បានដាក់បាទទឹកចូលតែម្ដងបាទទឹកហ្នឹងគឺខ្ញុំដាក់មកល្មមបាទសម្រាប់ស្លតែម្ដងបាទបន្ទាប់ពីខ្ញុំដាក់ទឹកចូលបាទគឺខ្ញុំកូរហ្នឹងគឺកូរដើម្បីកុំឲ្យអង្ករលីងហ្នឹងវានៅដុំអញ្ចឹងណាធ្វើកាលណាអង្ករលីងនៅដុំវាខ្លោចបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំដាក់ទឹកហើយខ្ញុំទុកមួយសន្ទុះធំគឺសម្លរបស់ខ្ញុំហ្នឹងគឺបានពុះហើយបន្ទាប់មកខ្ញុំក៏បានផ្សំគ្រឿងបាទគឺខ្ញុំបានដាក់ប៊ីចេងចូលផងដែរបាទខ្ញុំផ្សំគ្រឿងឲ្យហើយដើម្បីឲ្យទឹកសម្លរបស់យើងបាទវាចូលជាតិបាទគ្រឿងរបស់យើងហ្នឹងគឺវាចូលសព្វជាមួយក្នុងបន្លែផងដែរបាទបន្ទាប់មកគឺខ្ញុំដាក់អំបិលបាទចំពោះសម្លកកូរពុកម៉ែបងប្អូនប្រយ័ត្នគឺមែនតើគឺត្រង់ប្រៃតែម្ដងបាទគឺយើងត្រូវតែប្រយ័ត្នមែនតើបាទពីព្រោះយើងកូរគ្រឿងហ្នឹងគឺជាមួយប្រហុកបាទប្រហុកគឺប្រៃស្រាប់អញ្ចឹងយើងត្រូវដាក់អំបិលគឺដាក់បាទបន្តិចបានហើយបាទយើងសុខចិត្តបាទញ៉ាំជាមួយបាទដាក់ទឹកត្រីតាមក្រោយក៏ល្អដែរបាទបន្ទាប់ពីខ្ញុំបានផ្សំគ្រឿងរួចរាល់បាទខ្ញុំបាទកូរមើលបន្លែហើយនឹងកូរកុំឲ្យអង្គលីងខ្លោចណាបាទការម៉ាក់ខ្ញុំស្លគឺគាត់កូរចុះឡើងបាទកុំឲ្យអង្គលីងធ្វើម៉េចខ្លោចកាលណាខ្លោចសម្លកកូររបស់យើងគឺមិនឆ្ងាញ់ទេបាទបន្ទាប់មកគឺខ្ញុំបានដាក់ត្រីបាទត្រីដែលខ្ញុំបានរំលីងពីមុនដំបូងណាបាទខ្ញុំដាក់ចូលតែម្ដងដោយសារបន្លែហ្នឹងគឺបានផុយហើយបាទបន្លែបានឆ្អិនហើយពុកម៉ែបងប្អូនបាទចំពោះបន្លែរឹងមានត្រប់មានល្ពៅអីហ្នឹងគឺវាបានផុយហើយបន្ទាប់មកយើងដាក់ត្រីចូលតែម្ដងបាទពុកម៉ែបងប្អូនចំពោះសម្លបាទកកូរហ្នឹងគឺយើងនៅខ្មែរគឺងាយស្រួលរកទេបាទងាយស្រួលរកបន្លែបាទចំពោះពុកម៉ែបងប្អូនដែលនៅបាទក្រៅប្រទេសបាទតំបន់ដែល
បាទត្រជាក់អីគឺមិនសូវមានបន្លែបែបនឹងបែបនេះស្លទេបាទគឺបាទគាត់មើលហើយគាត់នឹកឃើញដល់បាទស្រុកកំណើតបាទតែម្ដងបាទចំពោះសម្លនេះផងដែរពុកម៉ែបងប្អូនអាចដាក់សាច់ជ្រូក3ជាន់ថែមទៀតក៏បានដែរគឺរឹតតែឆ្ងាញ់តែម្ដងបាទឥឡូវនេះបាទម្ហូបរបស់ខ្ញុំគឺឃើញថាបាទឆ្អិនហើយបាទខ្ញុំភ្លក់មើលណាមើលរសជាតិល្មមហើយខ្ញុំក៏បានដាក់បន្លែចូលបាទចំពោះបន្លែថ្ងៃហ្នឹងគឺយើងមានផ្ទីមានស្លឹកបាសអត់មានស្លឹកម្រះទេពុកម៉ែបងប្អូនបាទថ្ងៃហ្នឹងបាទស្លកកូរបានរៀងល្វីងបន្តិចគឺរឹតតែឆ្ងាញ់តែម្ដងបាទចំពោះផ្ទីគឺពុកម៉ែបងប្អូនឆ្ងល់ទេឃើញខ្ញុំដាក់វែងខ្ញុំអត់កាត់ដោយសារដើមផ្ទីហ្នឹងក៏ខ្ចីដែរបាទអញ្ចឹងយើងកាលណាយើងកាត់ចោលគឺស្ដាយបាទអញ្ចឹងយើងដាក់ទាំងដើមទៅដោយសារផ្ទីទាំងអស់ហ្នឹងគឺផ្ទីខ្ចីទេបាទបន្ទាប់ពីខ្ញុំបានដាក់ផ្ទីចូលបាទបន្លែចូលហើយបន្លែខៀវណាបន្ទាប់មកខ្ញុំបាទត្រឡប់ចុះឡើងមកខ្ញុំទុកឲ្យទឹកមកពុះសិនដើម្បីកាលណាយើងដាក់ឲ្យទឹកវាពុះយើងបិទសំភ្លើងតែម្ដងធ្វើឲ្យម្ហូបរបស់យើងនឹងញ៉ាំទៅវាអាចឈឺពោះអញ្ចឹងណាបាទគឺมันស្រួលក្នុងពោះអញ្ចឹងយើងទុកឲ្យបាទសម្លរបស់យើងនឹងពុះមកគ្រក់សិនទៅបាទចាំយើងបិទភ្លើងបាទពុះបែបហ្នឹងទៅបាទខ្ញុំភ្លក់បាទគឺថាសម្លថ្ងៃហ្នឹងគឺឆ្ងាញ់តែម្ដងបាទដោយសារត្រីប្រាអធិស្ឋានពុកម៉ែបងប្អូនដោយសារត្រីពោគឺប្រភេទត្រីខ្លាញ់អញ្ចឹងយើងស្លកកូរគឺត្រូវតែម្ដងបាទពុកម៉ែបងប្អូនបាទឥឡូវនេះបាទម្ហូបរបស់ខ្ញុំបានធ្វើឆ្អិនរួចរាល់ហើយបាទពុកម៉ែបងប្អូនបាទនិស្សិតបងប្អូនបាទឬក៏បងអាចបាទមើលវីដេអូបាទចំពោះបងប្អូននិស្សិតដែលឡើងមកភ្នំពេញរៀនបាទគឺយើងចំណាយបាទពេលបន្តិចទៅដើម្បីធ្វើម្ហូបញ៉ាំខ្លួនឯងដើម្បីសុខភាពខ្លួនឯងផងដែរបាទហ្នឹងហើយពុកម៉ែបងប្អូនឥឡូវនេះបាទម្ហូបខ្ញុំធ្វើរួចរាល់ហើយបាទខ្ញុំក៏បានដួសដាក់ចានផងដែរបាទមើលទៅទំនងទេបាទគឺសម្លថ្ងៃហ្នឹងគឺឆ្ងាញ់តែម្ដងបាទបន្លែខៀវស្រស់តែម្ដងបាទអរគុណច្រើនពុកម៉ែបងប្អូនបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងដែរបាទហើយខ្ញុំនឹងព្យាយាមបាទកែតម្រូវកន្លែងណាខ្វះខាតបាទដោយសារការធ្វើម្ហូបនេះគឺមិនមែនធ្វើលក់ទេគឺធ្វើហូបនៅក្នុងផ្ទះតែម្ដងបាទអរគុណច្រើនពុកម៉ែបងប្អូនចំពោះការទស្សនាផងដែរ